នៅក្នុងឧទ្យានទឹកមួយកន្លែងរំអិលទឹកដ៏ធំត្រូវបានគេលួចដំឡើងកាំបិតដែកខ្វែងដ៏មុតស្រួចមួយនៅខាងក្នុងដោយអាចកំបាំងអ្នកគ្រប់គ្រងដែលមិនដឹងរឿងរ៉ាវអ្វីទាំងអស់ក៏បានបើកទឹកឲ្យហូរជាធម្មតាមិនយូរប៉ុន្មានភ្ញៀវទេសចរក្រុមដំបូងដែលជាក្មេងយុវវ័យបានមកដល់ពួកគេមានការរំភើបនិងចង់លេងរំអិលទឹកនោះខ្លាំងណាស់ដោយមិនដឹងខ្លួនទាល់តែសោះថាមេចរាជកំពុងតែរងចាំពួកគេនៅខាងក្នុងនោះឡើយនៅពេលនោះតួអង្គ Michael Mitchell បានចាប់អារម្មណ៍ឃើញមិនប្រក្រតីដោយសារមានការលេចធ្លីទឹកខ្លាំងពីទឹករំអិលនិងមានកំទេចជ័រផ្លាស្ទិកធ្លាក់នៅលើដីគាត់បានដឹងភ្លាមថាមានគេលួចកែច្នៃឬធ្វើស៊ីខ្សែចង្វាក់កន្លែងរំអិលនេះហើយ Michael បានប្រញាប់រត់ទៅឃាត់អ្នកដែលរៀបនឹងលេងកុំឲ្យរំអិលចុះទៅក្រោមប៉ុន្តែបំណងល្អរបស់គាត់ត្រូវបានគេចាត់ទុកជាការរំខានបុរសស្បែកខ្មៅម្នាក់បានជេរប្រមាថគាត់ថាជាមនុស្សឆ្កួតហើយដេញគាត់ឲ្យចេញឆ្ងាយបន្ទាប់មកពិធីក៏បានប្រកាសពីច្បាប់ប្រកួតអ្នកណាដែលរំអិលចុះទៅក្រោមដោយប្រើពេលខ្លីជាងគេនឹងឈ្នះប្រាក់រង្វាន់ធំរហូតដល់$5 លានឬប្រាក់រង្វាន់ច្រើនបែបនេះគ្រប់គ្នាបាននាំគ្នាចុះឈ្មោះលេងដោយក្តីរីករាយនៅលើស្លាយមរណៈនោះ Michael បានព្យាយាមរត់មកឃាត់ជាលើកទី2ប៉ុន្តែគ្មានអ្នកណាជឿគាត់ឡើយនៅពេលសំឡេងកាំភ្លើងសញ្ញាប្រកួតបន្លឺឡើងក្រុមកីឡាករបានរំអិលចុះមកតាមកន្លែងរំអិលរៀងខ្លួនដំបូងឡើយពួកគេសើចសប្បាយយ៉ាងខ្លាំងប៉ុន្តែគ្រាន់តែរំអិលទៅដល់ចំណុចកណ្ដាលសំឡេងសើចក៏ប្រែជាសំឡេងស្រែកយ៉ាងរន្ធត់រាងកាយរបស់ពួកគេត្រូវបានកាំបិតដែកខ្វែងកាត់ផ្ដាច់ជាកង់ឈាមក្រហមច្រាលបានហូរចេញតាមទឹករំអិលធ្វើឲ្យអាងទឹកខាងក្រោមប្រែជាពណ៌ឈាមភ្លាមអ្នកគ្រប់គ្រងនៅខាងក្រោមភ័យស្លន់ស្លោខ្លាំងណាស់ហើយព្យាយាមប្រើវិទ្យុតាក់ទងទៅខាងលើដើម្បីផ្អាកការប្រកួតប៉ុន្តែជាអកុសលវិទ្យុតាក់ទងស្រាប់តែដាច់សញ្ញាធ្វើឲ្យអ្នកខាងលើមិនដឹងរឿងដើម្បីការពារកុំឲ្យមានសោកនាដកម្មបន្ត Michael បានព្យាយាមឃាត់មនុស្សក្រុមបន្ទាប់ទៀតប៉ុន្តែត្រូវបានបុរសស្បែកខ្មៅរុញទម្លាក់ចុះទៅក្នុងស្លាយទឹក Michael បានខំប្រឹងហ្វ្រាំងទប់ទាន់នៅពីលើមុខកាំបិតបន្តិចប៉ុន្តែជាអកុសលក្រុមមនុស្សដែលរំអិលចុះមកតាមក្រោយបានបុកទម្លុះគាត់ធ្វើឲ្យរាងកាយរបស់ Michael ត្រូវដាច់ខ្ទេចខ្ទីស្លាប់យ៉ាងអាណោចអាថមយុវជនម្នាក់ដែលនៅរស់រានមានជីវិតនិងមានប្រឡាក់ឈាមពេញខ្លួនបានខំប្រឹងរត់ឡើងទៅប្រាប់អ្នកនៅខាងលើប៉ុន្តែពួកគេនៅតែមិនជឿហើយថែមទាំងរុញគាត់ទម្លាក់ចុះមកក្រោមដើម្បីដាក់ទោសទៀតផងទោះបីជាបុរសចំណាស់ដែលជាអ្នកគ្រប់គ្រងជើងខ្វិនព្យាយាមរត់មកឃាត់ក៏ត្រូវពួកគេរុញទម្លាក់ចូលទៅក្នុងកន្លែងរំអិលមរណៈនោះដែរចុងក្រោយបន្ទាប់ពីអាងទឹកប្រែជាក្រហមឆ្អៅទើបមានការភ្ញាក់ផ្អើលនិងមានអ្នកទូរស័ព្ទហៅប៉ូលីសហើយសោកនាដកម្មដ៏រន្ធត់នេះក៏បានបញ្ចប់ទៅកុំភ្លេចជួយ follow ខ្ញុំផង